បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងវិលជួបខ្ញុំវលៈសារជាថ្មីម្ដងទៀតហើយអញ្ចឹងថ្ងៃនេះដែរខ្ញុំបាទមកធ្វើការបង្ហាញតាក់ទងជាមួយនឹងការសម្អាតអៀរបស់ត្រាក់ទ័រចនឌៀនិងបង្ហាញអំពីផលប៉ះពាល់នៃការមិនសម្អាតអៀអញ្ចឹងចង់ដឹងថាមានអ្វីខ្លះចូលរួមទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាអៀរបស់ត្រាក់ទ័រចនឌៀបងប្អូនហើយសម្រាប់ត្រាក់ទ័រចនឌៀគឺប្រើអៀស្ងួត2ជាន់អាធំនៅពីខាងក្រៅហើយអាខាងក្នុងគឺអាតូចបាទអញ្ចឹងតាក់ទងជាមួយនឹងការសម្អាតអៀនេះផងដែរបងប្អូនអញ្ចឹងអានេះយើងសម្អាតតែអៀធំនេះទេហើយចំណែកអៀតូចនេះយើងអត់សម្អាតទេបាទអញ្ចឹងរបៀបនៃការសម្អាតបងប្អូនគ្រាន់តែយកខ្យល់មកហើយយើងបាញ់ពីដាក់ខ្យល់ចូលបាញ់ពីខាងក្នុងបងប្អូនណាមិនមែនយើងបាញ់ពីខាងក្រៅទេអញ្ចឹងយើងបាញ់សម្អាតពីខាងក្នុងនេះគឺជាការសម្អាតអៀដែលត្រឹមត្រូវមួយបងប្អូនបើយើងបាញ់ពីខាងក្រៅវាធ្វើឲ្យកដាស់របស់អៀយើងហ្នឹងវាខូចខាតអញ្ចឹងវាប្រកាសជាខូចហើយច្រោះកតិចកទីអត់បានល្អទេអញ្ចឹងយើងផ្លុំពីខាងក្នុងមកវិញបងប្អូនបាទអញ្ចឹងសម្រាប់ការសម្អាតអៀខ្ញុំមានប៉ុណ្ណឹងហើយមួយទៀតតាក់ទងជាមួយនឹងការដែលយើងប្រើប្រាស់ហើយមិនបានសម្អាតវាត្រឹមត្រូវឬក៏ទៀងពេលឬក៏ពេលដែលបងប្អូនវាយដីហុយឬក៏មានការស្មៅការអីហ្នឹងជាទូទៅគឺក្នុងមួយថ្ងៃអាចផ្លុំ2ឬក៏ទៅ3ដងហើយប៉ុន្តែបើករណីបងប្អូនអត់បានសម្អាតវាទេអញ្ចឹងផលប៉ះពាល់របស់វាទី1អញ្ចឹងវាបញ្ជូនខ្យល់របស់វាហ្នឹងចូលទៅកាន់ម៉ាស៊ីននៅពេលដែលមានកតិចកទីចូលទៅកាន់ម៉ាស៊ីនទី1ធ្វើឲ្យម៉ាស៊ីនរបស់យើងដំណើរការទៅឡើងកម្ដៅទី2ធ្វើឲ្យសមីឬក៏ប៊ីស្តុងរបស់យើងហ្នឹងវាសឹកអញ្ចឹងនៅពេលដែលសមីប៊ីស្តុងសឹករិចរិលយូរទៅធ្វើឲ្យម៉ាស៊ីនរបស់យើងមានបញ្ហាធ្វើឲ្យខូចខាតពេលវេលានិងខាតថវិកាផងដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទត្រាក់ទ័រចនឌៀជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia